កាលពីយូរលង់មកហើយមានបញ្ញវន្តម្នាក់តែងតែស្រមើស្រមៃធ្វើជាមន្ត្រីរាជការតែគាត់មិនមានឱកាសបានធ្វើនឹងគេទាល់តែសោះពេលវេលាចេះតែដើរទៅមុខឥតឈប់រាប់សិបឆ្នាំកន្លងផុតទៅគាត់ឆ្លុះកញ្ចក់សម្លឹងមើលទៅសក់ដ៏ស្រស់សព្រុះរបស់គាត់ទើបដឹងថាពេលវេលាសម្រាប់ខ្លួននៅសល់តិចតួចណាស់គាត់មានការព្រួយបារម្ភក្នុងចិត្តជាខ្លាំងមានថ្ងៃមួយពេលកំពុងដើរតាមថ្នល់សុកគាត់ក៏ទ្រហោយំធ្វើឲ្យអ្នកដែលដើរនៅក្បែរនោះនឹកឆ្ងល់គេក៏ចូលមកសួរលោកអ៊ំមានរឿងអីបានជាដល់ថ្នាក់ទ្រហោយំអញ្ចឹងបុរសចំណាស់ឆ្លើយថាយើងចង់ធ្វើមន្ត្រីមកស្ទើរតែមួយជីវិតទៅហើយតែមិនមានឱកាសហុចឲ្យតតែសោះបានត្រឹមតែអង្គុយចាំមើលពេលវេលាដែលកន្លងទៅយ៉ាងឥតន័យរហូតមកទល់នឹងពេលនេះយើងក៏នៅតែជាជនសាមញ្ញធម្មតាឱកាសបានទៅជាមន្ត្រីនឹងមិនមានតទៅទៀតទេហេតុនេះហើយទើបធ្វើឲ្យយើងអត់ទ្រាំនឹងមិនពិបាកចិត្តមិនបានអ្នកដំណើរក៏សួរមានមនុស្សច្រើនណាស់ដែលគេបានធ្វើជាមន្ត្រីសំតាមបំណងហេតុអីក៏លោកអ៊ំមិនមានឱកាសម្ដងណាសោះអញ្ចឹងបរិសុទ្ធចំណាស់រៀបរាប់ប្រាប់កាលពីក្មេងខ្ញុំខំរៀនផ្នែកប្រវត្តិសាស្ត្រពេលរៀនចប់ខ្ញុំក៏ប្រឡងធ្វើជារាជការតែចៃដន្យព្រះមហាក្សត្រសម័យនោះចូលចិត្តឲ្យតម្លៃនិងតែងតាំងមនុស្សដែលមានវ័យចំណាស់